សារៈសំខាន់ណាដែលប្រជាពលរដ្ឋជាពិសេសអតិថិជនរបស់វិស័យធនាគារដែលកំពុងតែប្រើប្រាស់លើសេវាធនាគារទាំងអស់ហ្នឹងគួរតែដឹងនឹងការពារខ្លួននោះចំណុចដែលគួរឲ្យកត់សម្គាល់ដែលអាចជៀសផុតអំពីការឆោបបោកឬការបោកបញ្ឆោតរបស់ជនខិលខូចលើវិស័យធនាគារនេះទី1រាល់ការទំនាក់ទំនងដែលខាងជនល្មើសឬជនសង្ស័យឬជនខិលខូចហ្នឹងតាក់ទងមកពួកគាត់ត្រូវកំណត់ចំណានថាមើលគាត់សាកសួរមកហាក់បីដូចជាមិនប្រក្រតីសាកសួរសំណួរណាដែលមិនស័ក្តិសមនឹងសួរមកថាតើមានប្រើប្រាស់ប្រព័ន្ធធនាគារនេះទេធនាគារនោះទេតើមានកម្ចីដែរទេបើគាត់ជាបុគ្គលិកធនាគារហេតុអីគាត់ត្រូវមកសាកសួរយើងវិញនេះជាសំណួរមួយដែលមិនត្រូវសាកសួរតទៅសោះបាទហើយចំណុចទី2ដែលគួរឲ្យចាប់អារម្មណ៍ដូចជាការបង្ខិតបង្ខំហើយធ្វើអីបញ្ញាប់អត់ឲ្យយើងមានពេលវេលាគិតមានពេលវេលាពិភាក្សាជាមួយក្រុមគ្រួសារទេអញ្ចឹងឧបមាថាត្រូវធ្វើបច្ចុប្បន្នភាពតែផ្ទេរលុយចេញទៅអីបងទៅធ្វើក្នុងកំឡុងពេលតែ1ម៉ោងទេវាកាត់ផ្ដាច់អីចឹងទៅរូបភាពហ្នឹងគឺបង្ខិតបង្ខំបន្លាចឲ្យភ័យអតិថិជនភ័យហើយឈានទៅដល់ការធ្វើតាមអាហ្នឹងក៏ជាចំណុចមួយដែរយើងត្រូវកត់សម្គាល់បាទហើយចំណុចទី3ខ្ញុំជឿថារឿងករណីច្រើនករណីដែលកើតឡើងកន្លងមកដូចជាការភាសានិយាយមិនច្បាស់ដើនបលឹមបឡំដូចជាកន្លងមកខ្ញុំជឿថាលោកសិដ្ឋាក៏ដូចជាលោកស្រីបានជ្រាបហើយពាក់ព័ន្ធជាមួយករណីបឡំជាសាច់ញាតិគ្រោះថ្នាក់ចរាចរណ៍បឡំធ្វើនៅពេលដែលយើងចូលអន្ទាក់គាត់អាចឲ្យគាត់ទាញយកព័ត៌មានយើងបានគាត់នឹងភ្ជាប់សាច់រឿងតែម្ដងអញ្ចឹងចំណុចហ្នឹងក៏ជាចំណុចមួយដែលយើងត្រូវចាប់អារម្មណ៍ដែរបញ្ជាបើគាត់អ្នកស្គាល់យើងច្បាស់មិនបាច់និយាយបលឹមបឡំទេលោកនេះច្បាស់លាស់ប្រកាសហើយអត់និយាយមករបៀបថាឆយើងឲ្យដឹងសាវតាយើងហើយបានភ្ជាប់ទំនាក់ទំនងទេដល់ពេលដែលយើងចូលអន្ទាក់គាត់ហើយបានគាត់ទាញចូលចំណុចមួយទៀតដោយលើកស្រីបានលើកហើយខាងវិស័យធនាគារឬក៏នេះពិតប្រាកដគេមិនតម្រូវឲ្យអតិថិជនទេប្រាក់ទៅគណនីបុគ្គលទេគេមានគណនីរបស់អង្គភាពគេចាំទទួលហើយអញ្ចឹងទេយើងត្រូវកំណត់សម្គាល់បើសិនណាជាបុគ្គលខិលខូចគាត់តែងតែទាមទារឲ្យផ្ទេរប្រាក់ទៅអ្នកនេះផ្ទាល់អ្នកនោះផ្ទាល់អាហ្នឹងជាការកត់សម្គាល់មួយដែរបាទហើយចំណុចចុងក្រោយបងអស់នេះគឺធនាគារអត់ដែលស្នើសុំលេខសម្ងាត់អតិថិជនទេដោយលោកស្រីបានលើកហើយ OTP ឬក៏ password personal password គឺអត់ដែលមានខាងធនាគារណាសុំឯកជនភាពរបស់គាត់មកយកមកគ្រប់គ្រងទេអញ្ចឹងចំណុចទាំងអស់ជា tip ជាការកត់សម្គាល់ជូនដល់សាធារណជនហើយនៅពេលដែលទទួលបានក្នុងស្ថានភាពបែបហ្នឹងសូមភ្ញូចហើយនឹងចំណាប់អារម្មណ៍សូមអរគុណ